ទឹកក្នុងតែទឹកចិត្ត អរលឹកគុណនៅការៈដល់បុព្វការីជនគឺអស់លោកវរៈបុព្វវរៈកងទ័ពនិងបុព្វវរៈជនជាពិសេសវរៈកងទ័ពដែលលោកបានពលីជីវិតបូជាសាច់ស្រស់ជាស្រស់ជូនជាតិមាតុភូមិណាអស់រយៈកាលកន្លងណាពេញនេះដែលអំពីការធៀបពៀនរបស់ចោសៀមជារឿយពីសតវត្សរ៍រហូតមកដល់ពេលសម័យកាលនេះចឹងការជ្រៀតពៀនរបស់ចោសៀមនេះតាំងពីសតវត្សរ៍ទី14រហូតមកដល់ឆ្នាំ2025នេះណាប៉ុន្តែមានការអាខានម្ដងណាទេតែទៅតែពេលនេះការរំលោភបំពានជាត្រង់ទីធំបណ្ដាលឲ្យណាកងប្រដាប់អាវុធក៏ដូចជាយោធិនទាំងអស់ដែលលោកបានលះបង់នៅសាច់ស្រស់ឈាមស្រស់ដើម្បីអាពារនៅជាតិមាតុភូមិទាំងក្នុងវេលាគ្រាឱកាសថ្ងៃនេះណាប្រជាពលរដ្ឋសាសក៏ដូចជាប្រសាទតាមបណ្ដាវត្តឬក៏ក្នុងប្រជាជាតិកម្ពុជាទាំងមូលមានការរលឹកគុណជាពិសេសនៅក្នុងវេលាគ្រាឱកាសពេលនេះគឺប្រគុណម្ចាស់អធិការជាបរិសាសង្ឃនៅក្នុងវិហារវត្តឯកសទ្ធាលោកមានសទ្ធាជ្រះថ្លាដើម្បីចែករំលែកនៅផលទានរបស់ពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមជាទិយទានដើម្បីកលទុកក្នុងពុទ្ធសាសនាតែលោកឃើញអាភិបអត់ឃ្លានលំបាករបស់ពលរដ្ឋនៅក្នុងគ្រាលំបាកចឹងក៏បានចែករំលែកនៅនាមដែលលោកបានមកអំពីពុទ្ធបរិស័ទជូនទៅដល់វិញ្ញាតាដែលមានភាពខ្វះខាតហើយយ៉ាងទៀតនិមន្តព្រះសង្ឃនៅក្នុងទីអារាមវត្តឯកសទ្ធាដើម្បីបានស្គាល់ឧទ្ទិសកុសលជូនទៅដល់ព្រះជនកងទ័ពដែលបានពលីតែស្រស់ជាស្រស់នៅក្នុងសមរភូមិដូច្នេះហើយក្នុងវេលាគ្រាឱកាសនេះសូមអរលោកពុទ្ធបរិស័ទទៅលើយាតាប្រកាសណាមចាស់ព្រះអង្គយើងធ្វើកិច្ចពិធីធ្វើបន់នមស្ការប្រកណត្រ័យនៅក្នុងវេលាគ្រាឱកាសនេះដូចដល់ទៅសូមអនុមោទនាប្រកនីតែទីតាមបរិវេណញោហើយតែតាំងស្វាតានិគុណសង្យន្តតាំងថាមាំសិរសាមេហើយសាងការេរភិបយជាមីសុបដិបណ្ណោភេកវៈតោសាវកសង្ឃជុបដិបណ្ណោវៈតោសាវកសង្ឃញាយបដិបណ្ណោភេកសេរសានមេមិតាញ្ចសង្ឃังនិមេសាងពីបយចាជាមីខ្ញុំសូមថ្វាយបង្គំធ្វើព្រះបរមអាចារ្យដៃប្រំទាំងព្រះសារីរកធានព្រះបៃសុទ្ធលោកត្រៃលោកកាសំបានកំកោតសាលឲ្យបានដល់យើងចំណាបែងពុទ្ធអធិរាបជុសាពុទ្ធវាសូមឲ្យកំចានបងណាប់បានក៏យ៉ាងណាយហើយជាចិញ្ចាថ្ងៃទៅសម្មាសម្ពុទ្ធសាសនាមតាសាភគវៈតោសម្ពុទ្ធសាសនាមតាសាភគវៈតោអរហតោសម្មាសម្ពុទ្ធសាសពុទ្ធังសរណង្កច្ឆាមិពុទ្ធังសរណង្កច្ឆាមិលោកតែយកចិត្តទុកដាក់ក្នុងភាពអត់ឃ្លានរបស់ពលរដ្ឋជាពិសេសបានដឹកនាំក្រុមប្រឹក្សាខូចស្រុកលោកក៏យកចិត្តទុកដាក់ដែរតែអ្វីដែលជួយទៅតាមកម្លាំងចិត្តកម្លាំងសទ្ធា